សូមស្វាគមន៍មកកាន់ Channel YouTube KH New ជា Channel ធ្វើការ review លើសមត្ថភាពសព្វាវុធថ្ងៃនេះយើងបន្តនិយាយអំពីកម្មជ្រួចវងរបស់មហាអំណាចឥណ្ឌាបន្តទៀតឥណ្ឌាគឺជាមហាអំណាចមួយដែលគេមិនអាចមើលរំលងបានហើយក៏ជាសត្រូវរបស់ចិនផងដែរវាមិនចម្លែកទេដែលឥណ្ឌាមកធ្វើសម្ពយុទ្ធយោធាជាមួយកម្ពុជានោះគឺឥណ្ឌាចង់កាត់បន្ថយឥទ្ធិពលចិនមកលើខ្មែរយើងហើយយុទ្ធសាស្ត្របែបនេះឥណ្ឌាក៏ធ្លាប់អនុវត្តជាមួយនឹងបង់ក្លាដេសនិងភូមាផងដែរដែលឥណ្ឌាបានផ្ដល់នាវាមួយទឹកដល់កងទ័ពភូមាចំនួន2គ្រឿងនាឆ្នាំ2020ជួយបង់ក្លាដេសប្រកាសឯករាជ្យចេញពីប៉ាគីស្ថានហើយបើនិយាយពីសព្វាវុធវិញអាវុធយុទ្ធភ័ណ្ឌឥណ្ឌាគឺមានមូលដ្ឋានគ្រឹះចេញពីរុស្ស៊ីដូចជាយន្តហោះចម្បាំងនាវាមួយទឹកមីស៊ីលនិងអាវុធប្រចាំកាយជាដើមសូម្បីតែមីស៊ីល BrahMos ដ៏ល្បីល្បាញក៏មានរុស្ស៊ីនៅពីក្រោយខ្នងផងដែរឥឡូវនេះយើងងាកមកមើលប្រព័ន្ធបាញ់កំជ្រួចវងរបស់មហាយៈមួយនេះនោះគឺប្រភេទភិនាការវាមាន4ស៊េរីគឺភិនាការ MK1 ភិនាការ MK2 ភិនាការ MK3 និងភិនាការ MK4 ដោយប្រព័ន្ធបាញ់កំជ្រួចវងភិនាការ MK1 ដែលប្រើប្រាស់ជាផ្លូវការនាឆ្នាំ1996បំពាក់លើរថយន្តយោធាមានទម្ងន់22តោនអាចបោកចល័តបាល់ទី80គីឡូម៉ែត្រក្នុង1ម៉ោងរត់បានចម្ងាយ800គីឡូម៉ែត្របំពាក់ទៅដោយកណ្ដុងបាញ់គ្រាប់រ៉ូកែត12កណ្ដុងនិងស៊េរីថ្មីក្រោយ8កណ្ដុងប្រព័ន្ធបាញ់គ្រាប់រ៉ូកែតភិនាការស៊េរីដំបូងប្រើប្រាស់គ្រាប់ប្រភេទ122មីលីម៉ែត្របាញ់បានចម្ងាយ37.5គីឡូម៉ែត្រវាដូចទៅនឹង BF21 ដែរចំណែកឯភិនាការ MK1 ប្រើប្រាស់គ្រាប់ប្រភេទ214មីលីម៉ែត្របាញ់បានចម្ងាយ40គីឡូម៉ែត្រនិងភិនាការ MK2 ប្រើប្រាស់គ្រាប់ប្រភេទ214មីលីម៉ែត្រដែរដោយគ្រាប់របស់វាមានទម្ងន់325គីឡូក្រាមនិងមានក្បាលគ្រាប់ទម្ងន់112គីឡូក្រាមដោយវាអាចបំពាក់ក្បាលគ្រាប់ជាច្រើនប្រភេទដូចជាក្បាលគ្រាប់ប្រឆាំងនឹងរថក្រោះនិងក្បាលគ្រាប់ Incendiary ដែលជាប្រភេទក្បាលគ្រាប់ដែលមានជាតិផ្ទុះខ្លាំងវាបំពាក់ដោយ GPS នាំផ្លូវកំណត់គោលដៅបាញ់បានចម្ងាយចាប់ពី60ទៅ75គីឡូម៉ែត្រនិង MKER បាញ់បានចម្ងាយ90គីឡូម៉ែត្រក្រោយមកនៅឆ្នាំ2005ឥណ្ឌាបានធ្វើទំនើបកម្មវាឲ្យបាញ់បានឆ្ងាយជាងមុនដោយគេតែងតែហៅវាថា MK3 ស្តៀងទៅនឹង BM30 ស្មើរុស្ស៊ីដែរដោយគ្រាប់របស់វាមានបណ្ដោយប្រវែង7ម៉ែត្រចុច2និងក្បាលគ្រាប់មានទម្ងន់250គីឡូក្រាមបាញ់បានចម្ងាយ120គីឡូម៉ែត្រមានល្បឿនលឿនជាងសម្លេង 4.5 ដងនិងនៅឆ្នាំ2024កន្លងទៅវាត្រូវបានបង្កើនរយៈចម្ងាយនៃការបាញ់បន្ថែមទៀតគឺរហូតដល់200គីឡូម៉ែត្រដោយវាប្រើពេលត្រឹមតែ44វិនាទីប៉ុណ្ណោះរួមជាមួយនឹងប្រព័ន្ធសង្គ្រាមចំនួនថ្មីដូចជាការប្រើប្រាស់ដ្រូនស៊ើបការជាមុនប្រព័ន្ធទំនាក់ទំនងនិងផ្កាយរណបជាដើមនិងស៊េរីចុងក្រោយគឺ MK4 សមត្ថភាពរបស់វាត្រូវបានគេបដូរទៅនឹង HIMARS របស់សហរដ្ឋអាមេរិកដោយវាអាចបាញ់បានទាំងកំជ្រួចវងនិងមីស៊ីលនាំផ្លូវឬក៏ Cruise Missile បាញ់បានចម្ងាយ300គីឡូម៉ែត្រវាមានប្រព័ន្ធទំនាក់ទំនងនិងផ្កាយរណបប្រព័ន្ធស្វែងរកគោលដៅនិងប្រព័ន្ធផ្សេងទៀតជាច្រើនសពថ្ងៃប្រទេសដែលប្រើប្រាស់ប្រព័ន្ធបាញ់កំជ្រួចវងភិនាការនេះមានដូចជាឥណ្ឌាអាមេរិកនិងបារាំងហើយឥណ្ឌាក៏បានលបួងឲ្យវៀតណាមទិញប្រព័ន្ធបាញ់កំជ្រួចវងរបស់ខ្លួនផងដែរខ្ញុំសូមបញ្ជាក់ថាប្រព័ន្ធបាញ់កំជ្រួចវងភិនាការនេះឥណ្ឌាមានទាំង Angad Rocket និង Gad Rocket ដោយការបំពាក់កណ្ដុងរបស់វាអាស្រ័យតាមប្រភេទនីមួយៗមាន8កណ្ដុងនិង12កណ្ដុងអាចបំពាក់ក្បាលគ្រាប់ជាច្រើនប្រភេទផ្សេងគ្នាដូចជាក្បាលគ្រាប់ប្រឆាំងនឹងមនុស្សក្បាលគ្រាប់ប្រឆាំងនឹងរថក្រោះក្បាលគ្រាប់ផ្ទុកទៅដោយគ្រាប់បែកចង្កោមនិងក្បាលគ្រាប់ផ្ទុកទៅដោយមីនជាដើម